សួស្តីបងប្អូនប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះសូមនិយាយរឿងសិស្សសាលាមួយចំនួននេះខ្ញុំចេះតែអត់បានចេញវីដេអូសារលបលពួកឯងសម័យនេះឯងកើតមកសម័យនេះឯងសំណាងហើយពួកក្បាលឯងគ្រប់គ្នានេះណាខ្ញុំនៅតែអាណិតខ្លោចចិត្តអ្នកគ្រូខ្ញុំខ្លាចគ្រូណាបងប្អូនជំនាន់ខ្ញុំរៀនណាក្បាលពួកឯងកើតមកឥឡូវនេះចាយលុយសពាន់100,000ណាចំនួនអញប្រហែលទៅរៀន100ឯណា100ឯ100ខ្មែរទេហើយគ្មានកង់គ្មានម៉ូតូជិះនិយាយទៅអត់គ្រប់យ៉ាងមានកៅអៅហើយកតាបមកវិញធ្វើមេរៀននៅផ្ទះទៅគ្មានពេលចុចដេកចុចទូរស័ព្ទដូចពួកឯងក្បាលពួកឯងគ្រប់គ្នានេះសម័យឥឡូវនេះទេខ្លាចគ្រូណាណែគ្រូវាយទៅចេះតែឯងខ្ញុំជើងឆ្កែចេះដាក់ដៃគ្រូឲ្យកត់មេរៀនណាត្រូវកត់មេរៀនកិច្ចការផ្ទះមិនដូចក្បាលពួកឯងគ្រប់គ្នានេះឯងប្រាប់ឯងហ្នឹងគ្រូអ្នកគ្រូណាប៉ះអញប្រាប់ឯងវាមកឆ្កែធ្វើខ្លួនឯងអស់ចាស្ទាវអាចឆ្កែស្អីក្បាលពួកឯងកើតមកតន់ជំនាន់នេះវាសំណាងហើយពួកអាសំណាងក្បាលពួកឯងនឹងវាអស់ចាហើយមើងងាយគ្រូអញប្រាប់គ្រូអញគោរពអញខ្លាចណាស់ប្រាប់ឯងទៅមិនតែរងឯងនឹងដែរទៅជួបលោកគ្រូដល់ណាគាត់និយាយអត់ដូចជំនាន់បងអូនឯងជំនាន់ឥឡូវនេះពិបាកណាស់បងអូនអើយខ្លោចចិត្តណាគ្រូលះបង់ណាធ្វើខ្លួនឯងអស់ចាអាចឆ្កែទីម៉ូតូលយហឺហាទូរស័ព្ទទំនើបអាខ្លះឲ្យម៉ែឲ្យទឹកភ្នែកទិញម៉ូតូល្មមមិនជិះទេទូរស័ព្ទល្មមមិនប្រើទេចង់បានទំនើបហឺហាទាំងឪពុកម្ដាយគ្មានអីសោះធ្វើបាបឲ្យគាត់ហើយធម្មតាឪពុកម្ដាយទៅបងប្អូនហើយធ្វើម៉េចតាមចំណង់ចំណូលកូនមិនសមលិចមិនសមកើតមកខ្វេះពីមាត់ពង្រត់ពីកទៅទិញទៅហើយអាកូនវាមិនគិតចឹងណាចេញមកធ្វើរឹកដូចសទ្ធិខ្លួនឯងអស់ចាណាស់ណាចឹងហើយឪពុកម្ដាយមួយចំនួនចឹងទៀតកុំកាន់ជើងកូនកាន់ជើងក្មេងវាខូចហើយបើក្មេងស្រីវិញសិទ្ធិសម្ពាធផ្លូវចិត្តសម្ពាធអាចឪពុកម្ដាយនិយាយបានទេសិទ្ធិសម្ពាធផ្លូវចិត្តយកជីវិតយកមកគម្រាមឪពុកម្ដាយនេះបើកូនខ្ញុំឲ្យទៅងាប់ចង់ងាប់ទៅងាប់ទៅមិនបាច់មកគម្រាមទេខ្ញុំនិយាយស្អីគេសម្ពាធផ្លូវចិត្តឪពុកម្ដាយនិយាយឲ្យល្អសិទ្ធិសម្ពាធផ្លូវចិត្តអញ្ចេះចុះហើយឥឡូវនេះមិនទាន់ឈូសបល័យចេញពីក្បាលស្រួលបួលទេសងសាថាខ្ញុំខ្ពើមើលខ្ពើនិយាយតាមត្រង់ខ្ញុំជីតាមផ្លូវខ្ញុំឃើញខ្ញុំខ្ពើហ្មងប៉ុនចៃចំនួនឯងអាយុឲ្យជិត20មានដឹងខ្យល់អីផងណាពួកឯងគ្រប់គ្នាអញនិយាយចឹងអញប្រាប់អញផ្ដាំហើយអរគុណលោកគ្រូអ្នកគ្រូទាំងលោកគ្រូរបស់ខ្ញុំផងដែរផ្ញើសួរសុខទុក្ខសូមឲ្យលោកគ្រូអ្នកគ្រូសុខភាពល្អទាំងអស់ហើយជាពិសេសបងកងទ័ពយើងបាទអរគុណ